ស្ដីបងប្អូនទាំងអស់ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើការបង្ហាញពីរបៀបបង្កើត Gmail address មានបងប្អូនខ្លះក៏បានចេះបង្កើតហើយខ្លះទៀតក៏មិនទាន់ចេះបង្កើតទេអញ្ចឹងអ្នកដែលចេះបង្កើតហើយក៏មើលបន្ថែមទៀតទៅហើយអ្នកដែលមិនទាន់ចេះទេព្យាយាមតាមដានជាមួយយើងខ្ញុំទាំងអស់គ្នាហើយជាដំបូងគឺយើងត្រូវ log in ទៅចូលក្នុង Firefox ហើយបន្ទាប់មកយើងវាយត្រង់ពាក្យថា Gmail ហើយបន្ទាប់មកគឺយើងជ្រើសរើសយក google.com create Gmail address ហើយបន្ទាប់មកទៀតត្រង់នេះគឺយើងបំពេញនៅប្រវត្តិរូបរបស់យើងដែលមានដូចជាឈ្មោះហើយនឹង address mail អញ្ចឹងត្រង់ចំណុច name នេះគឺ first name នេះគឺយើងបំពេញឈ្មោះតារបស់យើងឧទាហរណ៍ហ៊ុនហើយ last name នេះគឺជាឈ្មោះរបស់យើងយើងអាចដាក់ឈ្មោះថាហ៊ុនលុយអញ្ចឹងទៅហើយត្រង់នេះគឺយើងត្រង់ choose your username នេះគឺជាកន្លែងដែលយើងឈ្មោះជ្រើសរើសឈ្មោះ Gmail របស់យើងដែលយើងចង់ដាក់យើងដាក់ថាហ៊ុនលុយអញ្ចឹងមកហើយទៅគេថាឈ្មោះនេះគឺត្រូវបានមានគេប្រើប្រាស់រួចហើយអញ្ចឹងគឺយើងជ្រើសរើសទៅតាមឈ្មោះ Google ដែលគេឲ្យមក available name នេះមានដូចជាហ៊ុនលុយ722ឬក៏លុយហ៊ុន5ឬក៏ HL លុយ9709ឥឡូវនេះគឺយើងជ្រើសរើសយើងអាចជ្រើសរើសមួយណាក៏បានដែរក្នុងចំណោមឈ្មោះទាំងអស់នេះឬក៏យើងអាចដាក់នៅត្រង់នេះដែលមានបន្ថែមលេខអីខ្លះទៀតទៅតាមដែលយើងចង់បានក៏បានដែរឥឡូវខ្ញុំជ្រើសរើសតាមគេគឺយកហ៊ុនលុយ722ហើយត្រង់នេះគឺជាកន្លែងបំពេញ password ដែលយើងចង់ដាក់គឺយើងដាក់អីដាក់ទៅខ្ញុំដាក់ passwordត្រង់នេះគឺកន្លែងយើងបំពេញ password មួយសារទៀត confirm password សូមបំពេញមួយសារទៀតព្រោះមានការផន់ច្រឡំបន្ទាប់ពីយើងបំពេញ create a password និង confirm your password រួចហើយត្រង់នេះជាកន្លែងដែលយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតរបស់យើងអញ្ចឹងបើយើងកើតថ្ងៃអីយើងដាក់ថ្ងៃហ្នឹងទៅបើខ្ញុំកើតថ្ងៃទី1ដល់ខែ1ថ្ងៃទី1ឆ្នាំ1994ហើយត្រង់នេះគឺជា gender នេះគឺជាកន្លែងដែលយើងជ្រើសភេទរបស់យើងបើយើងភេទស្រីដាក់ស្រីបើយើងភេទប្រុសដាក់ប្រុសហើយបើយើង order ភេទហ្នឹងគឺភេទខ្ទើយអញ្ចឹងយើងដាក់ភេទទៅហើយត្រង់នេះគឺជាកន្លែងដែលយើងបំពេញលេខទូរស័ព្ទរបស់យើងបើយើងប្រើប្រព័ន្ធអីក៏បានដែរហើយទៅលេខទូរស័ព្ទត្រង់បូក885គឺជាប្រព័ន្ធនៅក្នុងប្រទេសកម្ពុជាអញ្ចឹងយើងបំពេញលេខទូរស័ព្ទរបស់យើងគឺយើងមិនបាច់ដាក់0ទេគឺយើងវាយត្រឹមក្បាលឧទាហរណ៍ថា012អញ្ចឹងទៅគឺយើងមិនបាច់ចាំបាច់វាយ0ទេគឺយើងវាយ12យកមកប៉ុន្តែលេខទូរស័ព្ទរបស់ខ្ញុំគឺ096អញ្ចឹងខ្ញុំវាយត្រឹមតែ96 84 27
ហើយត្រង់នេះគឺជាកន្លែងបំពេញយក current email address មានន័យថាយើងអាចដាក់ address email ណាមួយដែលយើងធ្លាប់បានកំពុងតែប្រើប្រាស់ឬបើថាមិនមានទេគឺយើងអាចដាក់មកគេទៅគឺយើងដាក់ឲ្យតែមានទៅឧទាហរណ៍ខ្ញុំដាក់ហ៊ុនពេជ្រ 1@gmail.com ហ្នឹងទៅហើយត្រង់នេះគឺយើងអាចដាក់ក៏បានឬក៏យើង skip ក៏បានកាលណាយើងដាក់គឺយើងវាយលេខក្នុងប្រអប់នេះគឺ527នៅក្នុង tab detach here នៅក្នុងនេះតែខ្ញុំមិនដាក់គឺខ្ញុំ tick ត្រង់នេះអញ្ចឹងវា skip កន្លែងអញ្ចឹង tick យក agree ហើយ next step ហើយត្រង់នេះវានឹងបង្ហាញលេខទូរស័ព្ទយើងត្រង់នេះគឺយើងចុចបន្តទៀតយើងចុចត្រង់ពាក្យថា continue ឬប៊ូតុង continue ហើយយើងមើលនៅក្នុងទូរស័ព្ទរបស់យើង Google វានឹងផ្ញើសារមកនៅក្នុងទូរស័ព្ទដៃរបស់យើងអញ្ចឹងផ្ញើមកហើយគឺយើងមើលលេខកូដដែល Google ផ្ញើមកមានដូចជារបស់ខ្ញុំនេះគឺមានលេខ59 71 89ជាលេខដែល Google ផ្ញើ message មកចូលក្នុងទូរស័ព្ទដៃរបស់យើងសូមបញ្ជាក់ផងដែរថាត្រង់កន្លែងនេះគឺយើងមិនមែនចេះថាដាក់លេខទូរស័ព្ទមិត្តភ័ក្តិទៅបើទូមិត្តភ័ក្តិនៅជិតយើងហ្នឹងបាទព្រោះយើងត្រូវការមើល message មើលកូដនេះដើម្បីពេញនៅត្រង់នេះហើយបន្តមកចុចលើប៊ូតុង continue ទៀតបន្តទៀតអូខេមកដល់ត្រង់ create your public Google Plus profile នេះគឺយើងអាចដាក់រូបថតរបស់យើងចុចលើត្រង់ពាក្យថា add photo ទៅរួចហើយយើង select photo from computer មានន័យថាយើងទៅរករូបនៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងខ្ញុំមានរូបច្រើនដូចជារូបអង្គរវត្តនេះអញ្ចឹងខ្ញុំដាក់រូបអីក៏បានដែរប៉ុន្តែមានរូបខ្លះវាតូចពេកវាអត់ឲ្យដាក់ទេគឺសំខាន់យើងជ្រើសរើសរូបណាដែលវាអាប់រូបខ្ញុំដាក់រូបអង្គរវត្តមួយទៅហើយចុច open នេះរូបយើងកំពុងតែប្រើទៅយើងរងចាំបន្តិចអូខេបានហើយត្រង់ចំណុចនេះគឺយើងអាចសេរីរូបយើងរូបថតរបស់យើងនឹងឲ្យវាទៅឆ្វេងទៅស្ដាំឲ្យបានខ្លះទៀតហើយបន្តមកលេងចុចលើប៊ូតុង set as profile photo អូខេយើងបានរូបថតបែបនេះរួចហើយគឺយើងចុចលើ create your profile អូខេយើងបាន Gmail address របស់យើងមួយហើយគឺយើងអាចចុច continue to Gmail អូខេនេះគឺជាឈ្មោះ address Gmail ដែលយើងបានបង្កើតមកនេះគឺឈ្មោះថាលយហ៊ុនលុយហើយបន្តមកទៀតគឺយើងចុចលើប៊ូតុង next ហើយបន្តមកទៀតចុចលើ next ទៀតហើយបន្តមកទៀតចុចលើ next ទៀតហើយបន្តមកទៀតចុចលើ next ទៀតហើយយើងអាចចុចលើ go to Gmail ហើយឥឡូវនេះយើងឃើញថា mail របស់យើងគឺបាន create បាន 10% ហើយអញ្ចឹងមានន័យថាវាអត់ទាន់ពេញអញ្ចឹងយើងមើលមកលើនេះគឺយើងធ្វើឲ្យប៊ូតុងនេះទៅជា tick ដូចអាលើនេះចា account create អូខេ Gmail from mobile អូខេហើយយើង close វាទៅ
import contact and email នេះគឺយើងធ្វើមកត្រង់នេះយើងដាក់ reference mail អីតាមចិត្តយើងបាច់ដាក់ក៏បានដែរគឺយើងបិទវាមកវិញមកហើយ learn how to use Gmail នេះក៏យើងធីកវាទៅហើយយើងបាច់ដាក់នេះគឺយើងបិទវាទៅគេ choose them មានន័យថា choose template choose ពណ៌មកលើ page Gmail របស់យើងអាចដាក់ទៀតលើខ្ញុំជ្រើសរើសdash ហ្នឹងវាជាផ្ទាំងមួយដែលរៀងដូចប្រទេសក្តារយើងអញ្ចឹងហើយយើងអាចចុចមក inbox វិញមកដើម្បីទៅមើលរបស់យើងហើយចុចលើ change profile មួយទៀតឥឡូវ sorry ឥឡូវនេះគឺយើងជ្រើសរើសរូបភាពភាសាទៀតគឺយើង select from computer យើងពីអង្គវត្តដដែលអូខេរួចចុច set profile photo ឥឡូវនេះយើងឃើញថា Gmail របស់យើងគឺ complete 100% មានន័យថាយើងអាចប្រើ Gmail ឡើងបានហើយត្រង់ inbox នេះជាកន្លែងដែលយើងមើល mail របស់យើងដែលគេផ្ញើមកដូចក្នុងទូរស័ព្ទអញ្ចឹងហើយត្រង់ compose នេះកន្លែងដែលយើងចង់សរសេរ Gmail ផ្ញើទៅគេវិញអញ្ចឹងក្នុង inbox នេះមានដល់ទៅ3ហ្នឹងជាអីគេគឺបានផ្ញើមកពីពួក Gmail team ដែលគេផ្ញើមកព័ត៌មានដែលយើងបានបង្កើតអំបញ្ញមិញហ្នឹងហើយអូខេហើយនៅលើនេះគឺមានកន្លែងប្រើប្រាស់ជាច្រើនទៀតមាន compose កន្លែងយើងផ្ញើ mail យើងចុចលើ compose ទៅគឺវាចេញមកអញ្ចឹងត្រង់ to នេះមានន័យយើងចង់ send ទៅអ្នកណាគឺយើងវាបំពេញ address email របស់គេមកឧទាហរណ៍ខ្ញុំផ្ញើទៅគុណពេជ្រ @gmail.com ហើយ subject នេះជាចំណងជើងដែលយើងចង់ផ្ញើទៅហ្នឹង sorry ហ៊ុនពេជ្រ 1 email នឹងចុចហើយនិយាយដល់បានភាសាទៀតគឺហ៊ុនពេជ្រ 1 @gmail.com ពេជ្រ 1 @gmail.com តាមចេញនេះគឺជាចំណងជើងសារដែលយើងចង់ផ្ញើទៅទីយើងទៅhow are you អូខេហើយត្រង់នេះជាកន្លែងដែលយើងសរសេរ mail យើងអាច hi friend how are you today ចឹងទៅ how are you today អញ្ចឹងមកគឺយើងអាចសរសេរបានច្រើនបន្តទៀតដល់នេះគឺខ្ញុំសរសេរទៅហ្នឹងរួចយើងចុច send ឬក៏យើងចង់ attach file ផ្សេងៗគឺយើងដាក់ក្នុងឬចង់ attach រូបភាពផ្សេងៗគឺយើងជ្រើសរើសអញ្ចឹងដូចយើងចុច send អូខេមកដល់ទាំងចំណុចនេះយើងនឹងមានវគ្គរៀនជាបន្តទៀតហើយករណីដែលយើងបង្កើតរួចហើយយើងចង់ចាក់ចេញ Gmail របស់យើងគឺយើងចុចលើរូបយើងបានណានេះបើយើងដាក់រូបយើងមានរូបយើងមានដាក់រូបអង្គរវត្តវាមានរូបអង្គរវត្តអញ្ចឹងយើងចុចត្រង់ហ្នឹងទៅយកពាក្យថា sign out យើងបានចាក់ចេញពី mail របស់យើងហើយ